ជំរាបសួរបងប្អូនខ្មែរទូទាំងពិភពលោកនិងជំរាបសួរក្មួយផែនវណ្ណៈពូសូមបញ្ចូលខមមិនក្នុងវីដេអូនេះបន្តិចសូមទស្សនាដូចតទៅទៀតណាសូមអរគុណមិញនេះផ្ទុះរឿងសញ្ញាបត្រខ្លែងខ្លាយខ្ញុំឮតែរបស់ខ្លែងខ្លាយខ្ញុំលេងខ្ញុំអាណាឃើញខុសខ្ញុំប្រលះ100ខ្ញុំគ្មានយកយល់ទេខ្ញុំគ្មានមនោចេតនាទេអញ្ចឹងឈ្មោះស្អីណាបងអូនអីហមសំណាងឈ្មោះអីននសៃហាឈ្មោះននសៃហាគាត់មេការសំណង់គាត់បង្ហោះសញ្ញាបត្រមួយដែលគាត់ថាពឹងឲ្យគេធ្វើហ្នឹងដល់ពេលសញ្ញាបត្រហ្នឹងសាលាតិចណូមើលទៅខ្លាំងបដិសេធគណៈវិស្វករកម្ពុជាក៏គេបដិសេធអញ្ចឹងក្រោយមកឃើញគាត់ក៏ចេញសុំទោសបាទខ្ញុំទទួលបានព័ត៌មានជាច្រើនសំណូមពរពីបងប្អូនជនភៀសសឹកផងពីអ្នកសារព័ត៌មានយើងផងពីផងថងបងអើយខុសហើយខ្ញុំទទួលស្គាល់ថាគាត់ទៅទិញសញ្ញាបត្រខ្លែងខ្លាយអីចេញចុះតែគាត់រងគ្រោះទេគេធ្វើឲ្យគាត់អត់ដឹងទេអស់លុយ 1600 ហើយគាត់ក៏មកបំភ្លឺខ្ញុំចឹងដែរហើយគាត់កំពុងតែគ្រប់គ្រងជនភៀសសឹកអត់ការងារធ្វើហ្នឹងមកដើរធ្វើកម្មករសំណង់ជាមួយគាត់ហ្នឹង 6-700 នាក់ឯណោះដល់អញ្ចឹងខ្ញុំថយមកចំហៀនណាថយមកចំហៀនថាអេបើយើងជំរុញឲ្យមានការចាប់ខ្លួនទទួលទណ្ឌកម្មផ្លូវច្បាប់អីក្នុងហេតុការណ៍ហ្នឹងវាធ្វើឲ្យមនុស្ស 6-700 នាក់ទៀតបាត់បង់ការងារធ្វើណាហើយគាត់សញ្ញាបត្រនេះគាត់អត់តន់យកទៅបោកណាទេគាត់គាត់ចង់បរហោះដើម្បីបង្ហាញថាគាត់ជាងសំណង់គាត់មានសញ្ញាបត្រចុះបញ្ជីអីចឹងទៅបាទតែរឿងធំគឺអ្នកធ្វើឲ្យគាត់អ្នកចេញសញ្ញាបត្រខ្លាំងៗឲ្យគាត់ណារឿងធំគាត់ខ្ញុំអាចថាបើសិនជាច្បាប់អីចង់ធ្វើការអីអាចគាត់ធ្វើជាសាក្សីព្រោះគាត់រងគ្រោះដែរបាទគាត់រងគ្រោះដែរចឹងហើយបានខ្ញុំសូមការយោគយល់ពីបងប្អូនថាគាត់មិនបានធ្វើផ្ទះបោកប្រជាជនដោយអង្គការមួយចំនួនទេអង្គការខ្លះលុកដីខ្យល់យកលុយប្រជាជនហើយអត់ធ្វើផ្ទះឲ្យប្រជាជនណាតែគាត់នេះអត់មានបោកប្រជាជនណាម្នាក់ទេផ្ទុយទៅវិញគាត់ផ្ដល់ការងារឲ្យជនភៀសសឹករហូតដល់ 5-600 នាក់នោះអាហ្នឹងតាមគាត់ប្រាប់ខ្ញុំហ៎ 6-700 នាក់ចន្លោះពី 500 ទៅ 700 នាក់ហើយគាត់កំពុងតែមានកម្រងនៅក្នុងដៃហ្នឹងដូចជា98កម្រងជិត100កម្រងអញ្ចឹងកម្រងមួយត្រូវប្រើមនុស្សប្រហែលនាក់យើងគិតទៅដឹងហើយបាទកម្រងមួយត្រូវប្រើមនុស្សប្រហែលនាក់អញ្ចឹងយើងគុណមនុស្សទៅឃើញហ៎យើងគិតថាប្រើតែ6នាក់7នាក់ក៏វាឃើញ 6-700 ដែរបាទជំរាបសួរបងប្អូនខ្មែរទូទាំងពិភពលោកវីដេអូនេះខ្ញុំសូមផ្ញើទៅក្មួយផែងវណ្ណៈអូខេហើយនឹងសូមបញ្ជាក់បន្តិចណាក្មួយណាសូមបញ្យល់ក្មួយបន្តិចអូខេពីរឿងសញ្ញាបត្រនិងតញ្ញាណប័ណ្ណអូខេសញ្ញាបត្រនោះគឺយើងមិនអាចទៅទិញបានទេយើងទៅទិញបានតែញាណប័ណ្ណដោយតញ្ញាណប័ណ្ណអញ្ចឹងណាគេហៅថាតញ្ញាណប័ណ្ណគ្រប់គ្រងការងារដែលក្មួយនឹងនិយាយហ្នឹងគឺតញ្ញាណប័ណ្ណហ្នឹងហើយអូខេមិនមែនសញ្ញាបត្រទេសញ្ញាបត្រនោះលុះត្រាតែក្មួយទៅរៀនវិជ្ជាមួយចប់អីសារពើអញ្ចឹងទៅគ្រូឲ្យសញ្ញាបត្រហ្នឹងមកយើងណានឹងបើចំពោះដែលក្មួយហ្នឹងនិយាយហ្នឹងគឺគេមិនហៅសញ្ញាបត្រទេគេហៅតញ្ញាណប័ណ្ណគ្រប់គ្រងការងារនៅប្រទេសគេនេះក៏មានលក់ដែរប៉ុន្តែគេលក់គឺថាយើងបងមួយឆ្នាំម្ដងអីនៅប្រទេសគេណាហ្នឹងហើយពូគាត់សុំប្រាប់ប៉ុណ្ណឹងទេអូខេវាចាក់ប្រធានគ្នាណាហ្នឹងហើយគ្នាមិនយល់កិច្ចការនៃទាំងអស់ហ្នឹងពីបានឲ្យធ្វើឲ្យស្មុគស្មាញហ្នឹងហើយពូគាត់សុំបញ្ជាក់ប៉ុណ្ណឹងទេតញ្ញាណប័ណ្ណគឺគេមានតញ្ញាណប័ណ្ណគ្រប់គ្រងការងារតញ្ញាណប័ណ្ណបើកឡានអូខេនេះជាតញ្ញាណប័ណ្ណគ្រប់គ្រងការងារអូខេហ្នឹងហើយមិនមែនសញ្ញាបត្រទេអូខេសុខសប្បាយទាំងអស់គ្នា